Hello, ICF. សួស្តី ICF How are you doing? សុខសប្បាយអត់ Oh, it's so good to worship together. ពិតជាមានពេលវេលាល្អក្នុងការដែលយើងថ្វាយបង្គំជាមួយគ្នា And we're in a series called Slay Your យើង Demons. នៅក្នុងស៊េរីដែលនិយាយអំពីយកឈ្នះអរិយ And this means that we want to keep our eyes on Jesus នេះមានន័យថាយើងចង់ផ្ដោតភ្នែករបស់យើងទៅឯព្រះយេស៊ូវ because He's the one who helps us. ពីព្រោះព្រះអង្គជាម្នាក់ដែលជួយយើង He's the one who gives us the strength, ព្រះអង្គជាម្នាក់ដែលផ្ដល់ឲ្យយើងនៅកម្លាំង who helps us release the things that are stopping us ព្រះអង្គជួយយើងឲ្យយើងអាចនឹងប្រឡែងអ្វីដែលព្យាយាមបញ្ឈប់យើង and gives us freedom. ហើយប្រទានឲ្យយើងមានសេរីភាព Today we're going to be talking about strengthening your roots. នៅថ្ងៃនេះយើងនិយាយអំពីប្រធានបទមួយនិយាយអំពីពង្រឹងឫសគល់របស់អ្នក Because I believe God wants to bring us healing today. ពីព្រោះខ្ញុំជឿថាព្រះអង្គចង់នាំការព្យាបាលមកក្នុងជីវិតរបស់យើងនៅថ្ងៃនេះ And when we look at a plant, បើសិនជាយើងក៏លេចមើលដើមឈើ there's things we see. អ្វីដែលយើងមើលឃើញនៅខាងក្រៅនេះ And maybe we think, oh, it looks healthy. It's ហើយ good. ហើយយើងគិតថាអូមើលទៅវាសុខភាពល្អវាស្អាត But there's a very important part of every plant that we cannot see, ប៉ុន្តែផ្នែកដែលសំខាន់នៃដើមឈើហ្នឹងយើងមើលអត់ឃើញទេ right? It's the roots. គឺដាក់ឫសរបស់វា And whatever is happening with the roots affects the rest of the plant. អ្វីក៏ដោយដែលកើតឡើងទៅកាន់ឫសហ្នឹងវានឹងប៉ះពាល់ទៅដល់ដើមឈើហ្នឹងទាំងមូល And healthy roots will make a healthy អញ្ plant. ចឹងបើសិនជាឫសវាមានសុខភាពល្អនោះដើមវាមានសុខភាពល្អដែរ But if there are problems with the roots, តែបើសិនជាឫសវាមានបញ្ហា it will affect the plant. វានឹងជះឥទ្ធិពលទៅកាន់ដើមរបស់វា Maybe the plant will not give the right flowers ប្រកបជាដើមឈើហ្នឹងវាអត់ចេញផ្កាមកដូចដែលយើងចង់បាន or the good fruit. ឬក៏អត់អាចចេញផលផ្លែមកបានទេ And sometimes we can look at our lives, why am I not producing the good fruit or making the pretty flowers? ហើយពេលខ្លះយើងសួរមកកាន់ខ្លួនឯងថាចុះហេតុបានជីវិតរបស់ខ្ញុំហាក់ដូចជាអត់បង្កើតផលផ្លែហាក់ដូចជាគ្មានផ្កានៅក្នុងជីវិតរបស់ខ្ញុំសោះ So today we're going to talk about these hidden areas of our lives. នៅថ្ងៃនេះយើងនិយាយអំពីផ្នែកដែលលាក់កំបាំងនៅក្នុងជីវិតរបស់យើង The Bible says this, នៅក្នុងព្រះគម្ពីរបាននិយាយយ៉ាងដូចនេះ that God is near to those who are brokenhearted. ព្រះអង្គគង់នៅក្បែរអស់អ្នកដែលមានដួងចិត្តខ្ទេចខ្ទាំមានដួងចិត្តក្រំអក្រមចិត្ត And he saves those who are crushed in spirit. ហើយព្រះអង្គជួយសង្គ្រោះអ្នកដែលមានចិត្តសោកសង្រេង So today we're going to talk about how God wants to bring healing to us. ដូច្នេះថ្ងៃនេះយើងនិយាយអំពីរបៀបដែលព្រះនាំការព្យាបាលមកកាន់ជីវិតរបស់យើង And because on the outside, maybe you've seen wounds before. ពីព្រោះពេលខ្លះនៅខាងក្រៅពេលខ្លះយើងមើលយើងធ្លាប់ឃើញរបួសអ្នកណាម្នាក់មានរបួសអីចឹងទៅ And if we don't treat the wound, it can get infected. បើសិនជារបួសហ្នឹងយើងអត់ទទួលបានថែទាំឲ្យល្អវានឹងឆ្លងមេរោគ And then it gets darker and darker. បន្ទាប់ពីវាឆ្លងមេរោគវាចាប់ផ្ដើមខ្មៅទៅ And it hurts. បន្ទាប់ទៀតវានឹងហើរមកឈឺ And we could pretend it doesn't exist. ហើយយើងព្យាយាមលាក់ថាអូអត់អីទាំងអស់ And every day it still hurts. ប៉ុន្តែរាល់ថ្ងៃវានៅតែឈឺ So it's important that for a physical wound, we treat it and we clean it. អញ្ចឹងក្នុងការដែលយើងថែទាំរបួសនៅខាងសាច់ឈាមរបស់យើងវាពិតជាមានសារៈសំខាន់ And this is also true of our wounds in our hearts. ហើយរីឯរបួសនៅក្នុងដួងចិត្តរបស់យើងក៏ដូចគ្នាដែរ And I want to share a story of my own life. ខ្ញុំចង់ចែកចាយពីរឿងរ៉ាវជីវិតរបស់ខ្ញុំ Because I noticed that I had a kind of a trigger word. ពួកខ្ញុំចាប់អារម្មណ៍ខ្លួនឯងពេលខ្លះមានពាក្យខ្លះខ្ញុំប្រើប្រាស់ពាក្យមួយចំនួន And when I would hear this word lonely, នៅពេលដែលខ្ញុំឮពាក្យថាឯកោ there would be some sort of like ache in my heart. នៅពេលហ្នឹងខ្ញុំមានអារម្មណ៍ថាឈឺនៅក្នុងចិត្តរបស់ខ្ញុំខ្លាំងមែនទែន And it really hurt. ហើយនៅពេលខ្ញុំឮពាក្យហ្នឹងវាធ្វើខ្ញុំឈឺ And sometimes I would cry. ពេលខ្លះខ្ញុំយំ And I didn't know why. ហើយខ្ញុំអត់ដឹងថាហេតុអីបានខ្ញុំអញ្ចឹង I just felt really lonely. ព្រោះនៅពេលហ្នឹងខ្ញុំមានអារម្មណ៍ថាឯកោ And so one day, ហើយនៅថ្ងៃមួយ I asked Jesus, ខ្ញុំបានសួរព្រះ
and the Holy Spirit brought me a memory. នៅពេលនោះព្រះវិញ្ញាណបរិសុទ្ធនាំខ្ញុំទៅការចងចាំរបស់ខ្ញុំមួយ And it was from when I was around 11 or 12 years old. គឺព្រះអង្គនាំខ្ញុំទៅពេលវេលាដែលខ្ញុំអាយុ11ទៅ12ឆ្នាំ And at that time, I was with some friends. ហើយនៅពេលហ្នឹងខ្ញុំនៅជាមួយមិត្តភ័ក្តិខ្ញុំ And these girls, all of a sudden, they rejected me and they left me alone. ហើយកំពុងតែលេងជាមួយគ្នាស្រាប់តែពួកគេទៅចោលខ្ញុំទុកឲ្យខ្ញុំម្នាក់ឯង And I don't know their reason, ពេលហ្នឹងខ្ញុំអត់ដឹងហេតុផលទេអត់ដឹងហេតុពួកគេទៅចោលខ្ញុំ but I remember this memory of being alone នៅពេលហ្នឹងប៉ុន្តែខ្ញុំចងចាំអ្វីខ្ញុំចងចាំបំផុតគឺខ្ញុំនៅម្នាក់ឯង and sitting alone and crying នៅពេលហ្នឹងខ្ញុំអង្គុយម្នាក់ឯងហើយខ្ញុំយំ and feeling so rejected. ហើយទទួលអារម្មណ៍ថាគេបដិសេធខ្ញុំខ្លាំងមែនទែន And this experience began to take root in my heart. ហើយបទពិសោធន៍ហ្នឹងវាចាប់ផ្ដើមចាក់ឫសនៅក្នុងដួងចិត្តរបស់ខ្ញុំ And I began to believe that I am not very good. នៅពេលនោះខ្ញុំចាប់ផ្ដើមជឿថាអូខ្ញុំមនុស្សល្អគ្រប់គ្រាន់ That what I have to say is not important. ហើយអ្វីដែលខ្ញុំនិយាយវាគ្មានអីសំខាន់ទាំងអស់ That people don't want to talk to me. ដូច្នេះបានជាមនុស្សអត់ចង់និយាយមួយខ្ញុំ So I began to be more and more quiet. ហើយធ្វើឲ្យខ្ញុំចាប់ផ្ដើមកាន់តែស្ងៀមស្ងាត់អត់ចង់និយាយទៅអ្នកណាទាំងអស់ I felt that people did not even want to sit next to me. ពេលនោះខ្ញុំមានអារម្មណ៍ថាសូម្បីតែមនុស្សមកអង្គុយក្បែរខ្ញុំគឺគេអត់ចង់មកអង្គុយក្បែរខ្ញុំដែរ The wound got deeper and deeper. របួសរបស់ខ្ញុំកាន់តែជ្រៅទៅហើយជ្រៅទៅ And I would not seek out friendships with people. អញ្ចឹងចាប់តែការឈឺចាប់ហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចង់ស្វែងរកមិត្តភាពទេ Because I didn't think I was good enough. ពីព្រោះខ្ញុំបានគិតថាខ្ញុំអត់ល្អគ្រប់គ្រាន់ឲ្យគេរាប់អាន And this is what God reminded me of. នេះគឺជាអ្វីដែលព្រះអង្គបានរំលឹកខ្ញុំ And then he began to speak truth, បន្តមកទៀតព្រះអង្គបានមានបន្ទូលពីសេចក្តីពិត that I'm loved, ដែលខ្ញុំជាម្នាក់ដែលទទួលបានក្តីស្រឡាញ់ that I'm valuable, ដែលខ្ញុំមានតម្លៃទៅចំពោះព្រះអង្គ that the things I have to say are important, អ្វីដែលខ្ញុំនិយាយនោះពិតជាមានសារៈសំខាន់ that I'm worth listening to. ហើយខ្ញុំជាម្នាក់ដែលគេចង់ស្ដាប់ And if God did not speak that to me, I'm sure I would not be standing here. ចឹងបើសិនជាព្រះអង្គមានបន្ទូលនឹងមកកាន់ខ្ញុំប្រហែលជាខ្ញុំមិនអាចឈរនិយាយនៅកន្លែងនេះបានទេ I would still be that scared person. ប្រហែលជាខ្ញុំខ្លាចជាក្មេងនៅតែជាស្ត្រីម្នាក់ដែលរស់នៅក្នុងភាពភ័យខ្លាចនឹងរហូត But God brought healing to my heart when he exposed the lie. ប៉ុន្តែព្រះអង្គបាននាំការព្យាបាលមកកាន់ដួងចិត្តរបស់ខ្ញុំនៅពេលដែលព្រះអង្គរកឃើញនៅសេចក្តីកុហកហ្នឹង And I see this happened in the Bible over and over. ហើយខ្ញុំបានឃើញការនេះកើតឡើងនៅក្នុងព្រះគម្ពីរម្ដងហើយម្ដងទៀត There's a story in the Bible of a woman who bled for 12 years. មានស្ត្រីម្នាក់ដែលគាត់មានជំងឺធ្លាក់ឈាមរយៈពេល12ឆ្នាំ And she sought after Jesus for her physical healing. គាត់ស្វែងរកព្រះយេស៊ូវដើម្បីទទួលបានការព្យាបាល And she just touched his shirt នៅពេលហ្នឹងគាត់គ្រាន់តែប៉ះជាអាវព្រះអង្គ and she was healed. នៅពេលហ្នឹងគាត់បានជា And this happened when Jesus was just walking down the road. ហើយការនេះកើតឡើងនៅពេលដែលព្រះយេស៊ូវព្រះអង្គកំពុងតែយាងនៅតាមផ្លូវ And Jesus recognized that power had gone out from him. នៅពេលដែលព្រះអង្គយាងទៅព្រះអង្គមានអារម្មណ៍ថាអូមានអំណាចចេញពីព្រះអង្គទៅ And he said, "Who touched me?" ហើយព្រះអង្គមានបន្ទូលថាតើអ្នកណាបានប៉ះខ្ញុំ And the woman realized she'd been healed. ស្ត្រីម្នាក់ដែលគាត់មានអារម្មណ៍គាត់ដឹងថាគាត់បានជា But can you imagine after 12 years of shame? សូមសម័យមើលគាត់រងភាពអាម៉ាស់រយៈពេល12ឆ្នាំ She had been through so much rejection. គាត់ឆ្លងកាត់នៅការបដិសេធជាច្រើន And she needed to do something not just for her physical healing, ហើយគាត់អ្វីដែលគាត់ធ្វើគាត់មិនមែនគ្រាន់តែធ្វើដើម្បីគ្រាន់ឲ្យជាខាងរូបកាយរបស់គាត់ប៉ុណ្ណឹងទេ but in Mark chapter 5 it says that she went to Jesus and she told him her whole story. តែនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក5បានប្រាប់ថានាងបានទៅជួបព្រះយេស៊ូវហើយប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់ព្រះយេស៊ូវ And sometimes this is what we need to heal our heart. ពេលខ្លះនេះគឺជាអ្វីដែលយើងត្រូវការដើម្បីឲ្យដួងចិត្តរបស់យើងទទួលបានការព្យាបាល Physical healing is very important. ការទទួលបានការព្យាបាលខាងសាច់ឈាមវាមានសារៈសំខាន់ But God cares about our wholeness. ប៉ុន្តែព្រះអង្គយកប្រតិទុកដាក់
នៅដួងចិត្តរបស់យើង our physical healing, ទាំងរាងកាយរបស់យើង and the healing of our ហើយនឹង heart. ការព្យាបាលនៅក្នុងដួងចិត្តរបស់យើងដែរ Some of us have deep wounds, ប្រហែលជាបងប្អូនខ្លះនៅទីនេះមានរបួសជ្រៅមែនទែន and Jesus sees them. ហើយព្រះអង្គមើលឃើញរបួសហ្នឹង We don't see each other's wounds. យើងអាចមើលឃើញរបួសគ្នាទៅវិញទៅមកបានទេ Your mom cannot see your wounds. សូម្បីពេលខ្លះម៉ាក់របស់យើងក៏អាចមើលឃើញរបួសរបស់យើងដែរ Your spouse cannot see your ពេល wound. ខ្លះប្តីប្រពន្ធរបស់យើងក៏អាចមើលឃើញរបួសហ្នឹងដែរ But Jesus sees our wounds. ប៉ុន្តែព្រះយេស៊ូវឃើញរបួសរបស់យើង And He is a safe place. ហើយព្រះអង្គគឺជាកន្លែងដែលមានសុវត្ថិភាពបំផុត And tonight, I want to just share with you the process we can go through. ហើយយប់នេះខ្ញុំចង់ចែកចាយពីដំណើរការដែលយើងអាចទទួលបានការព្យាបាលនៅខាងក្នុងរបស់យើងបាន Just really simply that we can be healed. ដែលវាសាមញ្ញមែនទែនដែលយើងអាចទទួលបានការព្យាបាល Because when the Bible says when we believe in Jesus, ពីព្រោះព្រះគម្ពីរបាននិយាយថានៅពេលដែលយើងជឿលើព្រះយេស៊ូវ we believe that Jesus saw we needed help. ព្រះយេស៊ូវយើង Jesus saw that we needed help. ព្រះយេស៊ូវមើលឃើញថាយើងត្រូវការជំនួយ We needed a savior. យើងត្រូវការព្រះអង្គសង្គ្រោះ And Jesus came to earth and He died and He rose again. ហើយព្រះយេស៊ូវបានយាងមកឲ្យផែនដីសុគតហើយព្រះអង្គរស់ឡើងវិញ And when we believe in Jesus, we receive a savior. អញ្ចឹងនៅពេលដែលយើងទទួលជឿព្រះយេស៊ូវយើងទទួលបានព្រះអង្គសង្គ្រោះ And salvation is beautiful. ហើយសេចក្តីសង្គ្រោះនោះពិតជាស្រស់ស្អាតខ្លាំងមែនទែន But there's even more blessing that God wants to give us. ប៉ុន្តែលើសពីនឹងទៅទៀតដែលព្រះអង្គចង់ប្រទានពរមកកាន់យើង He wants us healed. ព្រះអង្គចង់ឲ្យយើងទទួលបានការប្រោសឲ្យជា He wants us strengthened. ព្រះអង្គចង់ឲ្យយើងខ្លាចទទួលបានកម្លាំងដែលមកពីព្រះអង្គ He wants our roots so healthy ព្រះអង្គចង់ឲ្យឫសរបស់យើងមានសុខភាពល្អ that everything, all our potential is able to come out. ដើម្បីឲ្យគ្រប់ទាំងសក្តានុពលរបស់យើងអាចចេញមកបាន That we produce so much. ដើម្បីយើងអាចបង្កើតផលផ្លែយ៉ាងច្រើន That we're a blessing to everyone around ដើម្បីយើង us. អាចខ្លាចជាអ្នកនាំព្រះពរទៅគ្រប់គ្នាដែលនៅជុំវិញខ្លួនយើង So it's important that we take care of our នេះ roots, ជាហេតុផលដែលមានសារៈសំខាន់ដែលយើងត្រូវថែទាំឫសយើងឲ្យបានល្អ our hearts, ដួងចិត្តរបស់យើង the things that we cannot see, អ្វីដែលយើងមើលអត់ឃើញ because they affect the things that we do see. ពីព្រោះវាជះឥទ្ធិពលទៅកាន់អ្វីដែលយើងមើលឃើញ They affect our វា relationships. ជះឥទ្ធិពលទៅកាន់ទំនាក់ទំនងរបស់យើង They affect the way we see វា ourselves. ជះឥទ្ធិពលរបៀបដែលយើងមើលមកកាន់ខ្លួនឯង They affect our job វា performance. ជះឥទ្ធិពលទៅកាន់ការធ្វើការងាររបស់យើង They affect the way we do school. វាជះឥទ្ធិពលទៅកាន់ការយើងសិក្សានៅសាលា And God wants to strengthen us. ហើយព្រះអង្គចង់ចម្រើនកម្លាំងឲ្យយើង Amen? អេមែន Yes. So first we just take some time with God to soak in His presence. ទី1ដើម្បីយើងអាចទទួលបានការព្យាបាលយើងត្រូវចំណាយពេលវេលាស្វែងរកព្រះវត្តមានរបស់ព្រះអង្គនៅក្នុងព្រះវត្តមានព្រះអង្គ So right now we're all together. ឥឡូវនេះយើងនៅជាមួយគ្នា We've been worshiping Jesus. យើងថ្វាយបង្គំជាមួយគ្នា We're in His presence. យើងនៅក្នុងព្រះវត្តមានរបស់ព្រះអង្គ We can do this at home though too. យើងក៏អាចធ្វើការនេះនៅផ្ទះបានដែរ You can turn on some worship music. យើងអាចចាក់បទថ្វាយបង្គំនៅផ្ទះបាន You can listen to an audio យើង Bible. អាចស្ដាប់ព្រះគម្ពីរនៅផ្ទះបាន And we can spend time with God ហើយយើងអាចចំណាយពេលវេលាជាមួយព្រះអង្គបាន and just soak in His presence. យើងគ្រាន់តែចូលទៅក្នុងព្រះវត្តមានរបស់ព្រះអង្គ And then what we want to do is we want to ask the Holy បន្ Spirit, ទាប់មកទៀតយើងសួរព្រះវិញ្ញាណបរិសុទ្ធ what pain do you want to heal today? តើការឈឺចាប់អ្វីដែលព្រះអង្គចង់បង្ហាញឲ្យយើងមើលឃើញ Sometimes we don't know what our pain is. ពេលខ្លះយើងអត់ដឹងថាការឈឺចាប់របស់យើងជាស្អីទេ We don't know why we hurt. យើងអត់ដឹងថាម៉េចបានខ្ញុំឈឺម៉េះ We don't know why we react so strong. ហើយពេលខ្លះយើងអត់ដឹងថាម៉េចបានខ្ញុំឆ្លើយតបបែបហ្នឹងទៅកាន់គេ Why does this word trigger me? ហេតុបានជាពាក្យហ្នឹងគេនិយាយមកខ្ញុំឈឺម៉េះ The only one who knows the answer is Jesus. ម្នាក់ដែលដឹងចម្លើយច្បាស់ជាងគេគឺព្រះយេស៊ូវ And that's why we ask the Holy នេះជាហេតុ Spirit. ផលដែលយើងសូមព្រះវិញ្ញាណបរិសុទ្ធ It's like when we go to the doctor. វាដូចជានៅពេលយើងទៅជួបដុកទ័រអញ្ចឹង The doctor will ask, what is your pain? ដុកទ័រនឹងសួរយើងតើយើងឈឺកន្លែងណា How long has it been affecting you? ឈឺរយៈពេលប្រហែលហើយ Right? So
So we want to ask អញ្ចឹងយើងចង់សួរព្រះវិញ្ញាណបរិសុទ្ធ and then take time to listen. ហើយបន្តមកទៀតយើងសួរហើយយើងចំណាយពេលដើម្បីស្ដាប់ដែរ Try to focus. សូមផ្ដោត And then sometimes God will bring us a memory. ពេលខ្លះព្រះអង្គអាចនាំយើងចូលទៅកាន់ការចងចាំណាមួយ Like God, He reminded me of this time with my friends. ដូចជាព្រះបានរំលឹកខ្ញុំពីពេលវេលាដែលខ្ញុំមានពេលវេលាមិនល្អជាមួយមិត្តភ័ក្តិរបស់ខ្ញុំកាលពីខ្ញុំនៅក្មេង I had completely forgotten about this experience. សម្រាប់ខ្ញុំភ្លេចទាំងស្រុងបាត់ទៅហើយ But God knew it was the root. ប៉ុន្តែព្រះអង្គដឹងថាអានឹងហើយជាឫស And we want to ask God, what is the root of my pain? ដូច្នេះយើងត្រូវសួរព្រះអង្គថាព្រះអង្គតើអ្វីជាឫសគល់នៃការឈឺចាប់របស់ទូបង្គំ And then we want to allow God to show us. ហើយយើងអនុញ្ញាតឲ្យព្រះអង្គបង្ហាញយើង This part can be scary, ហើយផ្នែកនេះវាពេលខ្លះគួរឲ្យភ័យខ្លាចដែរ but God is a safe place. ប៉ុន្តែព្រះអង្គគឺជាកន្លែងដែលសុវត្ថិភាពសម្រាប់យើង He's not going to tell anybody else. ព្រះអង្គពេលព្រះអង្គលឺហើយព្រះអង្គប្រាប់អ្នកណាទាំងអស់ He's safe. ព្រះអង្គមានសុវត្ថិភាពបំផុត And then we want to just see if God brings us a situation or a memory. តមកទៀតនៅពេលយើងស្ដាប់សំឡេងព្រះអង្គនឹងរំលឹកយើងអំពីស្ថានភាពណាមួយឬក៏ការចងចាំណាមួយ And maybe there's somebody at that time we need to forgive. ប្រហែលជាអាចអ្នកណាម្នាក់ដែលធ្វើយើងឈឺចាប់ហើយយើងត្រូវការអត់ទោសឲ្យពួកគេ We talk a lot about forgiveness យើង here យើងនិយាយជាច្រើនអំពីការអត់ទោស because forgiveness allows us to be healed. ពីព្រោះការអត់ទោសអនុញ្ញាតឲ្យយើងទទួលបានការព្យាបាល And God wants us healed. ហើយព្រះអង្គចង់ឲ្យយើងជា So He encourages us forgive. ដូច្នេះព្រះអង្គលើកទឹកចិត្តយើងឲ្យអត់ទោស Not just forgive one មិន time. មែនអត់ទោសម្ដង If you remember and it still brings pain, forgive again. បើសិនជាយើងនឹកចាំពីវាហើយធ្វើយើងឈឺទៀតយើងអត់ទោសឲ្យទៀត And 1 hour later, you remember and it still brings pain, you forgive again. មួយម៉ោងក្រោយយើងនឹកចាំវាធ្វើយើងឈឺទៀតយើងអត់ទោសម្ដងទៀត We forgive until it's healed. យើងអត់ទោសរហូតដល់យើងជា This is our choice. នេះគឺជាជំរើសរបស់យើង This is our part. នេះគឺជាផ្នែករបស់យើង God gives us the strength ព្រះអង្គប្រទានឲ្យយើងមានកម្លាំង to forgive. ក្នុងការអត់ទោស Maybe we need to forgive ourselves. ពេលខ្លះយើងត្រូវការអត់ទោសឲ្យខ្លួនឯងដែរ I don't know what your situation is. ខ្ញុំមិនដឹងថាបងប្អូននៅស្ថានភាពបែបណា Maybe we have many different wounds in our hearts. ប្រហែលជាបងប្អូនមានរបួសជាច្រើននៅក្នុងដួងចិត្តរបស់យើង But God wants us to bring healing one by one. តែព្រះអង្គចង់នាំការព្យាបាលម្ដងមួយនៅក្នុងជីវិតរបស់យើង He's a good God. ព្រះអង្គជាព្រះដែលល្អ And we can thank Him for our healing process. ហើយបន្តទៀតយើងអាចអរគុណព្រះអង្គសម្រាប់ដំណើរការដែលព្រះអង្គព្យាបាលយើង Yes. Yeah, okay, so I want to just talk a few things that we really want to hold on to. ដូច្នេះបន្ទាប់ពីយើងទទួលបានការព្យាបាលមកពីព្រះអង្គខ្ញុំចង់ចែកចាយប្រមាណចំណុចដែលយើងត្រូវតោងឲ្យជាប់ And these are things that really strengthen our roots. ហើយប្រមាណចំណុចនេះនឹងធ្វើឲ្យឫសរបស់យើងកាន់តែរឹងមាំ The first thing I want to talk about is that God is good. ទី1ត្រូវចងចាំជានិច្ចថាព្រះអង្គទ្រង់ល្អ I know it sounds so simple, ពេលខ្លះស្ដាប់ទៅសាមញ្ញមែនតើ but it's so important. ប៉ុន្តែវាពិតជាមានសារៈសំខាន់ If you believe that God is good, បើសិនជាយើងជឿថាព្រះអង្គល្អ it affects every area of our lives. វានឹងជះឥទ្ធិពលទៅគ្រប់ផ្នែកទាំងអស់នៅក្នុងជីវិតរបស់យើង This needs to be one of our core roots. វាត្រូវតែជាឫសមួយយ៉ាងសំខាន់នៅក្នុងឫសរបស់យើង He doesn't lie to us. ព្រះអង្គអត់កុហកយើងទេ He doesn't cheat us. ព្រះអង្គអត់បញ្ឆោតយើងទេ He doesn't reject ព្រះ us. អង្គអត់បដិសេធយើងទេ He is a good God. ព្រះអង្គជាព្រះដែលល្អ If you serve a different God, បើសិនយើងបម្រើព្រះដែលផ្សេងទៀត this isn't Jesus, ដែលមិនមែនជាព្រះយេស៊ូវ because Jesus is good. ពីព្រោះព្រះអង្គល្អ The second thing I want to talk about is that God is powerful. ការទី2ដែលខ្ញុំចង់និយាយនោះគឺព្រះទ្រង់មានអំណាច He is powerful enough. ព្រះអង្គអំណាចរបស់ព្រះអង្គគឺគ្រប់គ្រាន់ He's powerful enough to heal us. ព្រះអង្គមានអំណាចគ្រប់គ្រាន់ក្នុងការព្យាបាលយើង He is powerful enough to provide for us. ព្រះអង្គមានអំណាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់យើង And some days I remember this.
មានពេលខ្លះខ្ញុំនឹកចាំពីការនេះ And some days I forget this. ពេលខ្លះខ្ញុំភ្លេចពីការនេះ Maybe you're like this as well. ប្រហែលជាបងប្អូនដូចស្តៀងគ្នាដែរ And we start to worry about money. ប្រហែលជាយើងខ្វល់ខ្វាយអូនឹងមិនទេខែក្រោយមានលុយបាទទិញម្ហូប But the truth is, ប៉ុន្តែស្ដីពិតនោះគឺ God is powerful enough to provide for us. អំណាចរបស់ព្រះអង្គគឺគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់យើង He is good. ព្រះអង្គល្អ He is powerful ព្រះអង្គ enough. មានអំណាចគ្រប់គ្រាន់ He is powerful enough to transform our situation. ព្រះអង្គមានអំណាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរស្ថានភាពរបស់យើង Even when we can see no way out. បើទោះបីជាយើងអត់ឃើញច្រកចេញក៏ដោយ He is powerful enough. ព្រះអង្គអំណាចរបស់ព្រះអង្គគឺគ្រប់គ្រាន់សម្រាប់យើង This is the God that we serve. នេះគឺជាព្រះដែលយើងកំពុងតែបម្រើ The third thing I want to talk about is that we are loved by God. ចំណុចទី3ខ្ញុំចង់ឲ្យបងប្អូនដឹងនោះគឺយើងជាម្នាក់ដែលព្រះទ្រង់ស្រឡាញ់ Because a good and powerful God, ពីដោយសារតែព្រះអង្គជាព្រះដែលល្អហើយមានអំណាច if He didn't love me, it wouldn't matter. បើសិនជាព្រះអង្គអត់ស្រឡាញ់ខ្ញុំវាមិនមែនជាអ្វីទាំងអស់ But because He loves me, តែដោយសារព្រះអង្គស្រឡាញ់ខ្ញុំ I owe Him my everything. ខ្ញុំជំពាក់ព្រះអង្គគ្រប់យ៉ាង He loves me. ព្រះអង្គស្រឡាញ់ខ្ញុំ I am loved. ខ្ញុំទទួលបានក្តីស្រឡាញ់ I am loved by the Creator of the universe. ខ្ញុំទទួលបានក្តីស្រឡាញ់ពីព្រះអធិការដែលបានបង្កើតសកលលោកទាំងមូល Does this give you joy? តែការនេះមិនផ្ដល់ឲ្យយើងមានអំណរទេឬអី Because I just talk about it and I am so filled with the joy. នៅពេលដែលខ្ញុំនិយាយអំពីការនេះខ្ញុំមានអំណរខ្លាំងមែនទែន Because He wants to give us joy, ពីព្រោះព្រះអង្គចង់ឲ្យយើងមានអំណរ strengthen our roots, ប្រទានពង្រឹងនៅឫសរបស់យើង freedom from pain, មានសេរីភាពពីការឈឺចាប់ the pain we've held on to. ការឈឺចាប់ដែលយើងកំពុងតែតោងវា He loves us. ព្រះអង្គស្រឡាញ់យើង And the last thing I want to talk about ហើយចំណុចទី3ខ្ញុំចង់ចំណុចចុងក្រោយគឺ I am special ខ្ញុំពិសេស and I am valued. ខ្ញុំមានតម្លៃ This was the core thing that got hurt when I was little. នេះគឺជាចំណុចស្នូលដែលតាំងពីខ្ញុំនៅតូច When that experience happened and my friends rejected me, I started to doubt that I was valuable. នៅពេលដែលខ្ញុំមិត្តភ័ក្តិរបស់ខ្ញុំបដិសេធខ្ញុំចាប់ផ្ដើមសង្ស័យពីតម្លៃរបស់ខ្លួនឯង And maybe you've also experienced something that made you feel not valued. ប្រហែលជាបងប្អូនធ្លាប់មានបទពិសោធន៍អ្វីមួយដែលមានអារម្មណ៍ថាគេអត់ឲ្យតម្លៃយើង But the truth is that God values you. ប៉ុន្តែសេចក្តីពិតនោះគឺថាព្រះអង្គឲ្យតម្លៃយើង God values me. ព្រះអង្គឲ្យតម្លៃខ្ញុំ Some of you are parents. ប្រហែលជាពុកម៉ែបងប្អូនខ្លះជាប៉ាម៉ាក់ If somebody looked down on my child, បើសិនជាអ្នកណាម្នាក់មើលងាយកូនរបស់ខ្ញុំ I would be very offended. ខ្ញុំមានអារម្មណ៍ថាខ្ញុំខឹងខ្លាំងមែនតើ Don't look down on my kid. ហាមមើលងាយកូនខ្ញុំ You are now God's child. តែបងប្អូនទាំងនេះជាកូនជាបុត្រាបុត្រីរបស់ព្រះ Don't look down on God's child. មិនត្រូវមើលងាយកូនរបស់ព្រះអង្គនោះឡើយ You are valuable. បងប្អូនទាំងអស់គ្នាមានតម្លៃ I am valuable. ខ្ញុំមានតម្លៃ It is not humility to put yourself down. ក្នុងការដាក់ខ្លួនឯងចុះវាមិនមែនជាការបន្ទាបខ្លួននោះទេ When God says you are valuable, នៅពេលដែលព្រះអង្គមានបន្ទូលថាអ្នកមានតម្លៃ that He would give His only Son. តែព្រះអង្គតម្លៃរបស់យើងព្រះអង្គបញ្ជូននៅព្រះជាបុត្រារបស់ព្រះអង្គតែមួយ That's how valuable you are. នេះហើយជាតម្លៃរបស់យើង This is the truth. នេះគឺជាស្ដីពិត And this is what sets us free. នេះហើយជាអ្វីដែលធ្វើយើងមានសេរីភាព This is what strengthens our roots. នេះគឺជាអ្វីដែលពង្រឹងធ្វើឲ្យឫសរបស់យើងរឹងមាំ When we let go of the lie នៅពេលដែលយើងប្រឡែងនៅការកុហក and we hold on to the truth យើងហើយយើងតោងជាប់ជាមួយនឹងស្ដីពិត and we say the truth is ហើយនៅពេលយើងប្រកាសស្ដីពិត that God gave His life for me. ហើយព្រះអង្គប្រទានឲ្យខ្ញុំមានជីវិត This is how valuable I am. នេះជាតម្លៃរបស់ខ្ញុំនៅចំពោះព្រះ Wow. So good. វាធ្វើយើងមានអារម្មណ៍ល្អមែនទែន And it heals our hearts. វាព្យាបាលដួងចិត្តរបស់យើង And it strengthens us from the inside ហើយ out. វាពង្រឹងចម្រើនកម្លាំងឲ្យយើងពីក្នុងមកខាងក្រៅ And we can be a blessing to others. ហើយយើងនឹងក្លាយជាអ្នកនាំព្រះពរទៅកាន់អ្នកផ្សេងទៀត
So right now we're going to take some ឥ time. ឡូវនេះយើងចង់យកពេលវេលាមួយនេះ You can go ahead and stand up. បងប្អូនអាចក្រោកឈរឡើង We want to apply this. យើងចង់អនុវត្តនៅអ្វីដែលយើងបានរៀននៅថ្ងៃនេះ We want to allow God to speak to us យើង tonight. ចង់អនុញ្ញាតឲ្យព្រះអង្គមានបន្ទូលមកកាន់យើងនៅយប់នេះ So let's just take this time. ខ្ញុំចង់ឲ្យបងប្អូនយកពេលវេលានេះ You can close your eyes, ហើយបិទភ្នែក get comfortable. ហើយរកកន្លែងណាស្រួល Don't think about the people around you. សូមកុំគិតមនុស្សនៅជុំវិញខ្លួនយើង This is your heart and God. នេះគឺជាដួងចិត្តរបស់យើងជាមួយនឹងព្រះ And I want to invite you. ហើយខ្ញុំចង់អញ្ជើញបងប្អូន Just breathe in His presence. ហើយសូមដកដង្ហើមចូលសូមយាងប្រវត្តិមានព្រះអង្គចូលមក And now we want to ask the Holy Spirit, ឥឡូវយើងចង់សួរទៅកាន់ព្រះវិញ្ញាណបរិសុទ្ធ what is the pain you want to heal me of today? តើការឈឺចាប់អ្វីដែលព្រះអង្គចង់ព្យាបាលទៅបង្គំនៅថ្ងៃនេះ And I want to encourage you to open your heart to God. ខ្ញុំចង់លើកទឹកចិត្តបងប្អូនបើកដួងចិត្តសម្រាប់ព្រះអង្គ Let Him look at your pain. សូមឲ្យព្រះអង្គកលេចមើលការឈឺចាប់របស់យើង Let Him show you the memory. ឲ្យព្រះអង្គបង្ហាញនៅការចងចាំរបស់យើង And just for a few seconds, we just listen. ហើយសូមចំណាយពេលពី3វិនាទីដើម្បីស្ដាប់ Yes, Jesus. We invite you in. ព្រះយេស៊ូវយើងយាងព្រះវត្តមានរបស់ព្រះអង្គ I have a picture of a room. ខ្ញុំមានរូបភាពមួយអំពីដែលមានបន្ទប់មួយ And maybe you're alone in the room and it's a place of pain. ហើយជាបងប្អូននៅទីនោះម្នាក់ឯងនៅក្នុងបន្ទប់នោះហើយយើងនៅក្នុងការឈឺចាប់របស់យើង And Jesus is knocking on the door and He wants to come in and heal you. ព្រះយេស៊ូវកំពុងតែឈរនៅមាត់ទ្វារទាំងគោះនៅមាត់ទ្វារហើយព្រះអង្គចង់ចូលមកហើយព្យាបាលយើង And now is where we can invite Him in. ឥឡូវជាពេលវេលាយើងអាចអញ្ជើញព្រះអង្គចូលមក Jesus, we invite you into our pain. ព្រះយេស៊ូវទូលបង្គំយាងព្រះអង្គចូលមកក្នុងការឈឺចាប់របស់កូន Thank you that you are near to those who are in pain. អរគុណព្រះអង្គដែលព្រះអង្គគង់នៅក្បែរអស់អ្នកដែលឈឺចាប់ You don't run away from us. ព្រះអង្គអត់រត់ចេញពីយើង You love us. ព្រះអង្គស្រឡាញ់យើង Care. ព្រះអង្គយកចិត្តទុកដាក់ Thank you, Jesus. អរគុណព្រះយេស៊ូវ And if you feel like there's somebody you need to forgive, you can just give that person to Jesus. បើសិនជាបងប្អូនមានអារម្មណ៍ព្រះអង្គបង្ហាញយើងពីអ្នកណាម្នាក់ដែលព្រះអង្គចង់ឲ្យយើងអត់ទោសឲ្យសូមថ្វាយម្នាក់នោះទៅកាន់ព្រះអង្គ Say, Jesus, I give you this person. និយាយថាព្រះយេស៊ូវទូលបង្គំថ្វាយម្នាក់នោះទៅព្រះអង្គ They hurt me. គេធ្វើឲ្យកូនឈឺចាប់ I give this person to you. កូនថ្វាយម្នាក់នេះទៅព្រះអង្គ I want to be កូ healed. នចង់ទទួលបានការព្យាបាល Let you deal with that person. សូមព្រះអង្គបានដោះស្រាយជាមួយម្នាក់នោះ I don't want to hold them anymore. ខ្ញុំអត់ចង់តោងវាជាប់បន្តទៀតទេ In a minute, we're going to go into more worship. តិចទៀតយើងនឹងទៅថ្វាយបង្គំព្រះអង្គជាមួយគ្នា But we want to continue to ask God, តែយើងចង់បន្តសួរសុំព្រះអង្គ where were you when I was in pain?
យើងសួរព្រះអង្គថាព្រះអង្គតើព្រះអង្គនៅកន្លែងណានៅពេលដែលកូនឈឺចាប់ And allow Him to show you. ហើយអនុញ្ញាតឲ្យព្រះអង្គបង្ហាញយើង Allow Him to come to you and hold you. អនុញ្ញាតឲ្យព្រះអង្គមកចូលមកក្នុងជីវិតរបស់យើងហើយកាន់យើង Allow Him to come to you and strengthen you. អនុញ្ញាតឲ្យព្រះអង្គចូលមកកាន់ជីវិតរបស់យើងហើយចម្រើនកម្លាំងយើង Maybe there's one of those roots that we talked about. ហើយជាក្នុងចំណោមឫសប្រមាណដែលយើងបាននិយាយ Is God really good? យើងអាចសួរថាតើព្រះអង្គល្អពិតមែនឬអត់ Is He really strong enough? តើព្រះអង្គមានអំណាចគ្រប់គ្រាន់ឬក៏អត់ If we are questioning this, សិនយើងសួរសំណួរនេះ bring this to Jesus សំណូមការនេះទៅកាន់ព្រះយេស៊ូវ and allow Him to speak to you right អនុ now. ញ្ញាតឲ្យព្រះអង្គមានបន្ទូលមកកាន់យើងឥឡូវនេះ